គ្រប់បណ្ដាយោធានានានៅលើពិភពលោកអាវុធវែងតែងតែជាអាវុធដែលចម្បងនិងចាំបាច់បំផុតដែលមិនអាចខ្វះបាននៅក្នុងវិស័យការពារជាតិថ្ងៃនេះយើងមកនិយាយអំពីអាវុធវែងទាំង10ប្រភេទដែលប្រើប្រាស់ដោយកងទ័ពកម្ពុជាលេខរៀងទី10 Type 81 LMG កាំភ្លើង Type 81 LMG គឺជាកាំភ្លើងយន្តធុនស្រាលប្រើសម្រាប់គ្រប់គ្រងទាហានថ្មើរជើងដែលផលិតនៅក្នុងប្រទេសចិនវាត្រូវបានអភិវឌ្ឍឡើងនៅចុងទសវត្សរ៍ឆ្នាំ1970គោលបំណងនៃការបង្កើតវាគឺដើម្បីជំនួសកាំភ្លើងយន្តស៊េរីចាស់ៗនិងបង្កើនទំនុកចិត្តសម្រាប់កងកម្លាំងថ្មើរជើង Type 81 LMG បានបង្កើតឡើងដោយប្រើប្រាស់រចនាបថនៃកាំភ្លើង OPK របស់សហភាពសូវៀតវាមានរចនាសម្ព័ន្ធនិងប្រព័ន្ធដំណើរការស្រដៀងគ្នាកាំភ្លើងនេះប្រើគ្រាប់កាំភ្លើងប្រភេទ 7.62x39 មីលីម៉ែត្រគ្រាប់នេះដូចគ្នានឹងគ្រាប់ដែលប្រើនៅក្នុងកាំភ្លើង AK47 Type 81 LMG ត្រូវបានរចនាឡើងសម្រាប់ការបាញ់រះដើម្បីជួយគ្រប់គ្រងទាហានក្នុងការប្រយុទ្ធ Type 81 LMG មានកាណុងបាញ់វែងនិងធ្ងន់ជាង Type 81 ធម្មតានេះបានធ្វើឲ្យវាជួយកាត់បន្ថយកម្ដៅពេលបាញ់រះជាប់គ្នាក្នុងចំនួនច្រើនបង់កាំភ្លើងនេះភាគច្រើនប្រើប្រភេទបង់ត្រឡោកដែលអាចដាក់បាន75គ្រាប់ហើយវាក៏អាចប្រើប្រាស់បង់ធម្មតា30គ្រាប់របស់កាំភ្លើង AK ធម្មតាបានផងដែរ Type 81 LMG មានជើងទ្រ bipod អាចបត់បានវាជួយឲ្យការបាញ់មានស្ថិរភាពនៅលើដីវាអាចបាញ់បានទាំងរបៀបបាញ់ម្ដងមួយគ្រាប់និងបាញ់រះតាមជម្រើសក្នុងស្ថានភាពជាក់ស្ដែងហើយវាអាចបាញ់បានល្បឿន650គ្រាប់ក្នុង1នាទីដែលអាចបាញ់ត្រូវគោលដៅក្នុងចម្ងាយ600ម៉ែត្រនេះធ្វើឲ្យវាផ្ដល់ភាពបត់បែនយ៉ាងល្អក្នុងស្ថានភាពប្រយុទ្ធផ្សេងៗវាអាចដំណើរការល្អក្នុងបរិស្ថានលំបាកជាច្រើនដូចជាធូលីភក់និងភ្លៀង Type 81 LMG មានទម្ងន់ស្រាលជាងកាំភ្លើងយន្តស៊េរីចាស់ជាច្រើនសរុបមក Type 81 LMG គឺជាកាំភ្លើងសាមញ្ញនិងមានប្រសិទ្ធភាពកាំភ្លើងនេះភាគច្រើនត្រូវបានប្រើប្រាស់ដោយទាហានការពារព្រំដែននិងកងអង្គភាពមួយចំនួនក្នុងប្រទេសកម្ពុជាលេខរៀងទី9 Type 56 Type 56គឺជាប្រភេទកាំភ្លើងវាយប្រហារដែលចិនបានចម្លងការផលិតពីកាំភ្លើង AK47 របស់សហភាពសូវៀតនៅឆ្នាំ1955សហភាពសូវៀតបានផ្ដល់ព័ត៌មាននិងឧបករណ៍ផលិតកម្មសម្រាប់កាំភ្លើង AK និង STS ដល់ប្រទេសចិនការផលិតបានចាប់ផ្ដើមនៅឆ្នាំ1956នៅរោងចក្ររដ្ឋលេខ66ប៉ុន្តែបន្ទាប់មកត្រូវផ្ទេរទៅឲ្យក្រុមហ៊ុន Norinco និងក្រុមហ៊ុន Polytech ដើម្បីបន្តផលិតកាំភ្លើងវែងនេះសម្រាប់ការនាំចេញជាចម្បង Type 56ប្រើគ្រាប់ប្រភេទ 7.62x39 មីលីម៉ែត្រមានទម្ងន់ 3.8 គីឡូក្រាមមានប្រវែង882មីលីម៉ែត្រល្បឿននៃការបាញ់បាន650គ្រាប់ក្នុង1នាទីចម្ងាយដែលបាញ់មានប្រសិទ្ធភាពចន្លោះពី300ទៅ400ម៉ែត្រដោយសារតែវាមានតម្លៃថោកជាង AK47 គឺប្រទេសជាច្រើនបានទិញវាជំនួស AK47 កាំភ្លើងនេះភាគច្រើនត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាលេខរៀងទី8 Norinco CQA Norinco CQA គឺជាកាំភ្លើងវាយប្រហារដែលផលិតនៅប្រទេសចិនដែលត្រូវបានលួចចម្លងយ៉ាងដូចសឹងតែ 95% នៃកាំភ្លើង M16 ឬក៏ M4 របស់សហរដ្ឋអាមេរិកវាត្រូវបានផលិតឡើងជាចម្បងសម្រាប់ការនាំចេញមិនមែនសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងកងទ័ពរំដោះប្រជាជនចិននោះទេកាំភ្លើងនេះប្រើប្រព័ន្ធប្រតិបត្តិការគ្រប់គ្រងនិងប្រភេទបង់ដូចគ្នាទៅនឹង M16 ដែលធ្វើឲ្យវាស៊ាំនឹងទាហានដែលបានវឹកហាត់លើកាំភ្លើងលោកខាងលិចរួចហើយCQA បាញ់គ្រាប់កាំភ្លើង NATO ទំហំ 5.56x45 មីលីម៉ែត្រហើយត្រូវបានគេស្គាល់ដោយសារការរចនាសាមញ្ញនិងថ្លៃដើមសម្រាប់ផលិតមានតម្លៃទាបជាងកាំភ្លើងដែលផលិតដោយប្រទេសលោកខាងលិចនៅទសវត្សរ៍ឆ្នាំ1980ប្រទេសចិនចង់ចូលទៅក្នុងទីផ្សារអាវុធធុនតូចអន្តរជាតិជាពិសេសនៅក្នុងប្រទេសដែលបានប្រើប្រាស់អាវុធស្តង់ដារ NATO រួចហើយដើម្បីធ្វើវាបាន Norinco បានបង្កើតស៊េរីកាំភ្លើង CQ ដែលចម្លងកំណត់ដោយផ្ទាល់ពី M16A1ចំណែកឯ CQA គឺជា model ដែលបានកែលម្អដោយប្រើប្រាស់ដែកថែបល្អជាងនិងរឹងមាំជាងប្រភេទ CQ ស៊េរីមុនវាត្រូវបាននាំចេញយ៉ាងទូលំទូលាយទៅកាន់ទ្វីបអាស៊ីអាហ្វ្រិកនិងមជ្ឈមបូព៌ាហើយត្រូវបានប្រើប្រាស់ដោយអង្គភាពយោធាកងកម្លាំងប៉ូលីសនិងសេវាសន្តិសុខនៅក្នុងប្រទេសជាច្រើនកាំភ្លើង CQA ត្រូវបានប្រទេសជាច្រើនជ្រើសរើសព្រោះវាមានតម្លៃថោកជាងងាយស្រួលថែទាំនិងជាមួយគ្រឿងបន្លាស់ M16 ខណៈពេលដែលវាអាចផ្ដល់ឲ្យកងទ័ពនៅដំណើរការដ៏ល្អសម្រាប់ពេលប្រយុទ្ធក្នុងសមរភូមិCQA ជាប្រភេទកាំភ្លើងវាយប្រហារពាក់កណ្ដាលស្វ័យប្រវត្តិដែលផលិតដោយក្រុមហ៊ុន Norinco របស់ប្រទេសចិនបង់មានពីរប្រភេទគឺបង់20គ្រាប់និង30គ្រាប់កាំភ្លើងនេះមានប្រវែងសរុប 1000 មីលីម៉ែត្រដែលវាមានទម្ងន់ 2.9 គីឡូក្រាមដែលមិនរួមបញ្ចូលបង់និងគ្រាប់រីឯចម្ងាយបាញ់របស់វាមានប្រសិទ្ធភាពចន្លោះពី400ទៅ500ម៉ែត្រដែលគ្រាប់របស់វាអាចហោះក្នុងល្បឿន990ម៉ែត្រក្នុង1វិនាទីហើយសម្រាប់កាំភ្លើង CQA នេះដែរត្រូវបានប្រើប្រាស់ក្នុងអង្គភាពប្រដាប់អាវុធជាច្រើនដូចជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងទ័ពពិសេសឆ័ត្រយង911កងកម្លាំងពិសេសប្រឆាំងភេរវកម្មនិងបញ្ជាការដ្ឋានកងអង្គរៈលេខរៀងទី7 QBZ95 កាំភ្លើងវែងស្វ័យប្រវត្តិប្រភេទ QBZ95 គឺជាកាំភ្លើងវែងវាយប្រហារស៊េរី Bullpup ដែលត្រូវបានរចនានិងផលិតដោយក្រុមហ៊ុន Norinco ហើយត្រូវបានចេញតាំងពីឆ្នាំ1995
វាជាកំភ្លើងបម្រើការសម្រាប់កងទ័ពរបស់ប្រជាជនចិនកងកម្លាំងប្រដាប់អាវុធនិងភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗនៅក្នុងប្រទេសចិនកំភ្លើង QBZ-95 ត្រូវបានគេឃើញលើកដំបូងជាសាធារណៈនៅថ្ងៃទី1ខែកក្កដាឆ្នាំ1997នៅពេលដែលចក្រភពអង់គ្លេសបានប្រគល់អធិបតេយ្យភាពរបស់ហុងកុងឲ្យទៅប្រទេសចិនវិញវាគឺជាប្រព័ន្ធអាវុធទំនើបមួយក្នុងការកំណត់រចនាសម្ព័ន្ធរបស់កំភ្លើងប្រភេទ Bullpup ដែលបានផ្លាស់កន្លែងដាក់បង់ឲ្យនៅខាងក្រោយស្នាប់ដៃកាន់អាវុធនេះត្រូវបានរចនាឡើងដើម្បីជំនួសកំភ្លើងវាយប្រហារស៊េរី Type 81 QBZ-95 បានជំនួស Type 81នៅក្នុងអង្គភាពជួរមុខនៅឆ្នាំ2006និងកងទ័ពប្រដាប់ប្រជាជនចិននៅឆ្នាំ2007ប្រទេសកម្ពុជាបានក្លាយជាអតិថិជនដំបូងដែលបានបញ្ជាទិញ QBZ-95 ពីសាធារណរដ្ឋ QBZ-95 បានប្រើប្រាស់គ្រាប់ប្រភេទ 5.8 គុណ42 មីលីម៉ែត្រដែលបានឌីហ្សាញចាប់ពីឆ្នាំ1989ដល់ឆ្នាំ1991ដោយក្រុមហ៊ុន Norinco ដែលមានតម្លៃ $4,300 យួនឬស្មើនឹង$700អាមេរិកក្នុងឆ្នាំ2014 QBZ-95 មានទម្ងន់ 3.25 គីឡូក្រាមមានប្រវែងសរុប760មីលីម៉ែត្រល្បឿននៃការបាញ់បាន650គ្រាប់ក្នុង1នាទីហើយអាចបាញ់បានចម្ងាយពី400ទៅ800ម៉ែត្រដែលអាចបំពាក់បង់បានពីរប្រភេទគឺបង់ធម្មតា30គ្រាប់និងបង់ត្រឡោក75គ្រាប់ចំពោះកំភ្លើង QBZ-95 នេះដែរភាគច្រើនបានប្រើប្រាស់ដោយកងកម្លាំងរបស់បញ្ជាការដ្ឋានកងអង្គរៈឬហៅកាត់ថា BHQ និងកងកម្លាំងប្រដាប់អាវុធជាច្រើនអង្គភាពផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាលេខរៀងទី6 Pindad SS2 Pindad SS2 គឺជាកំភ្លើងវាយប្រហារស្វ័យប្រវត្តិដែលផលិតដោយប្រទេសឥណ្ឌូនេស៊ីនិងត្រូវបានបង្កើតដោយក្រុមហ៊ុន PT Pindad ដែលមានមូលដ្ឋាននៅទីក្រុងបាន់ឌុងប្រទេសឥណ្ឌូនេស៊ីវាគឺជាអ្នកស្នងតំណែងចំនួនទី2នៃកំភ្លើង SS1 មុនហើយត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់យោធាឥណ្ឌូនេស៊ីឲ្យបានកាន់តែប្រសើរឡើងជាមួយនឹងភាពជឿជាក់និងប្រសិទ្ធភាពប្រយុទ្ធក្នុងការប្រយុទ្ធបែបទំនើប Platform SS2 បានចូលបម្រើការងារនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ2000ហើយត្រូវបានផលិតបំបែកជាច្រើន version ក្នុងចំណោម version ទាំងនោះ SS2 V5A1 គឺជា version cabin តូចដែលត្រូវបានធ្វើឲ្យប្រសើរឡើងសម្រាប់បរិយាកាសប្រយុទ្ធទំនើបជាពិសេសការប្រយុទ្ធក្នុងបរិយាកាសតូចចង្អៀតឬហៅកាត់ថា CQB ដោយសារតែរូបរាងតូចនិងការរចនាខ្លីរបស់វាទើបបានជាកងកម្លាំងពិសេសភាគច្រើនបានប្រើប្រាស់វាក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ Pindad SS2 V5 ប្រើប្រាស់គ្រាប់ប្រភេទ 5.56 គុណ45មីលីម៉ែត្រដែលមានប្រវែងបណ្ដោយ755មីលីម៉ែត្រហើយមានទម្ងន់ 3.35 គីឡូក្រាមដែលល្បឿននៃការបាញ់របស់វាចន្លោះពី720ទៅ760គ្រាប់ក្នុង1នាទីហើយក្នុងមួយបង់អាចផ្ទុកបានចំនួន30គ្រាប់ដោយសារតែការរចនារបស់វាសម្រាប់តែប្រតិបត្តិការពិសេសនិងចង្អៀតទើបធ្វើឲ្យវាបាញ់បានចម្ងាយត្រឹមតែ200ម៉ែត្រតែប៉ុណ្ណោះរីឯសម្រាប់ប្រទេសកម្ពុជាយើងភាគច្រើនបានប្រើប្រាស់កំភ្លើងនេះដោយកងទ័ពពិសេសឆ័ត្រយង911និងកងកម្លាំងពិសេសមួយចំនួនទៀតលេខរៀងទី5 Daewoo K2C K2C គឺជាកំភ្លើងវាយប្រហារស្វ័យប្រវត្តិរបស់ប្រទេសកូរ៉េខាងត្បូងដែលផលិតដោយក្រុមហ៊ុន Daewoo កំភ្លើងវែងវាយប្រហារប្រភេទ K2 គឺជាកំភ្លើងវែងបម្រើការរបស់យោធាកូរ៉េខាងត្បូងវាត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារអភិវឌ្ឍការពារជាតិកូរ៉េខាងត្បូងនិងផលិតដោយ SNT Motive ដែលពីមុនហៅថា Daewoo Precision Industry K2C ជាកំភ្លើងស្វ័យប្រវត្តិត្រូវបានប្រើប្រាស់ដោយកងទ័ពកូរ៉េខាងត្បូងនិងប្រទេសជាច្រើនក្នុងនោះកម្ពុជាយើងក៏បានទិញវាយកមកប្រើប្រាស់ផងដែរ K2C មានការរចនាសាមញ្ញបែបទំនើបប្រើប្រាស់គ្រាប់ប្រភេទ 5.56 គុណ45មីលីម៉ែត្រមានទម្ងន់ 3.3 គីឡូក្រាមមានប្រវែង880មីលីម៉ែត្រដោយល្បឿននៃការបាញ់អាចបាញ់បានចន្លោះពី700ទៅ900គ្រាប់ក្នុង1នាទីហើយល្បឿនគ្រាប់អាចហោះបាន915ម៉ែត្រក្នុង1វិនាទីនិងអាចបាញ់បានចម្ងាយពី500ទៅ600ម៉ែត្រដែលគ្រាប់របស់វាអាចហោះបានចម្ងាយ3300ម៉ែត្រដែលតម្លៃរបស់វាក្នុងមួយដើមប្រហែល$727ហើយនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនត្រូវបានប្រើប្រាស់ដោយកងកម្លាំងទ័ពពិសេសឆ័ត្រយង911និងកងទ័ពនៃកងពលតូចលេខ70និងមួយចំនួនទៀតនៅក្នុងអង្គភាពនគរបាលលេខរៀងទី4 M16A1 កំភ្លើង M16A1 គឺជាកំភ្លើងវាយប្រហារពាក់កណ្ដាលស្វ័យប្រវត្តិដែលបានផលិតដោយសហរដ្ឋអាមេរិកហើយវាក៏ជាកំភ្លើងដែលទំនើបដំបូងគេបំផុតក្នុងចំណោមសង្គ្រាមត្រជាក់ប្រទេសជាច្រើននៅជុំវិញពិភពលោកបានប្រើប្រាស់កំភ្លើងនេះក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរនៅដើមទសវត្សរ៍ឆ្នាំ1960កងកម្លាំងយោធាសហរដ្ឋអាមេរិកចង់បានកំភ្លើងថ្មីដោយសារតែកំភ្លើងចាស់ៗដូចជា M14 មានទម្ងន់ធ្ងន់និងប្រើគ្រាប់ធំៗដូច្នេះហើយទើបលោកវិស្វករ Eugene Stoner បានរចនាកំភ្លើងថ្មីមួយហៅថា AR-15 ដែលក្រោយមកវាបានក្លាយទៅជា M16 កំភ្លើង M16A1 ប្រើប្រាស់នៅគ្រាប់ប្រភេទ 5.56 គុណនឹង45មីលីម៉ែត្រហើយវាមានប្រវែងសរុប986មីលីម៉ែត្រដែលមានទម្ងន់ 2.89 គីឡូក្រាមដោយមិនរួមបញ្ចូលបង់នឹងគ្រាប់រីឯល្បឿននៃការបញ្ចេញគ្រាប់បានចន្លោះពី700ទៅ800គ្រាប់ក្នុង1នាទីហើយអាចបាញ់បានចម្ងាយចន្លោះពី550ម៉ែត្រទៅ800ម៉ែត្រហើយគ្រាប់របស់វាអាចហោះបានចម្ងាយ3300ម៉ែត្រ
ក្នុងប្រទេសកម្ពុជាយើងភាគច្រើនវាត្រូវបានប្រើប្រាស់ក្នុងបញ្ជាការដ្ឋានកងអង្គរៈមជ្ឈមណ្ឌលវង្វេងយោធានិងបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយង911លេខរៀងទី3 Cold M4 Cabin កំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិប្រភេទ M4 Cabin គឺជាកំភ្លើងវាយប្រហារទំនើបមួយមកពីសហរដ្ឋអាមេរិកកំភ្លើង M4 គឺជាកំភ្លើងដែលបានធ្វើទំនើបកម្មចេញពីត្រកូល M16 វាត្រូវបានរចនាឡើងឲ្យមានប្រវែងខ្លីជាង M16 សម្រាប់ការប្រយុទ្ធទំនើបនិងប្រតិបត្តិការបាញ់ប្រហារជិតៗនៅក្នុងចង្អៀតនៅទសវត្សរ៍ឆ្នាំ1990យោធាសហរដ្ឋអាមេរិកត្រូវការកំភ្លើងដែលអាចប្រតិកម្មបានរហ័សនិងមានប្រវែងខ្លីស្រាលនិងងាយស្រួលប្រើប្រាស់ក្នុងស្ថានភាពចង្អៀតដូចជាក្នុងឡានក្នុងរថក្រោះនិងក្នុងរថផ្ទះជាដើមកំភ្លើង M16 មានភាពត្រឹមត្រូវល្អហើយប៉ុន្តែវាវែងពេកសម្រាប់យានយន្តនិងការប្រយុទ្ធក្នុងទីក្រុងដូច្នេះហើយបានជាវិស្វករអាមេរិកបានបង្កើតកំភ្លើង M4 Cabin ដោយផ្អែកលើទម្រង់របស់ M16 ដែលមានការកែតម្រង់ឲ្យ M4 មានភាពទំនើបនិងខ្លីជាងងាយស្រួលក្នុងការបត់បែនគ្រប់ស្ថានភាពកំភ្លើងនេះចូលបម្រើការងារនៅឆ្នាំ1994កំភ្លើង M4 បានជំនួស M16 បន្តិចម្ដងនៅក្នុងអង្គភាពជាច្រើនប្រទេសជាច្រើនបានកំង M4 Cabin សម្រាប់បម្រើនៅវិស័យយោធាជាពិសេសសម្រាប់កងទ័ពនិងកងកម្លាំងដ៏ពិសេសសូម្បីតែប្រទេសកម្ពុជាក៏បានដាក់ឲ្យប្រើប្រាស់ M4 Cabin សម្រាប់អង្គភាពពិសេសមួយចំនួនផងដែរលេខរៀងទី2 SPD Sniper កំភ្លើង SPD ដែលហៅម្យ៉ាងទៀតថា Dragunov គឺជាកំភ្លើងវែងលបបាញ់ពាក់កណ្ដាលស្វ័យប្រវត្តិដែលបានផលិតដោយសហភាពសូវៀតកំភ្លើង SPD ត្រូវបានផលិតឡើងមិនមែនសម្រាប់ភាពជាក់លាក់នៃការបាញ់តែម្ដងឲ្យត្រូវគោលដៅដោយកំភ្លើងលបបាញ់ស៊េរីទំនើបនោះទេវាត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងដល់កងកម្លាំងថ្មើរជើងពីចម្ងាយបន្ទាប់ពីសង្គ្រាមលោកលើកទី2កងទ័ពសូវៀតបានសិក្សាពីសង្គ្រាមសម័យទំនើបពួកគេបានយល់ថាកងទ័ពថ្មើរជើងត្រូវការអ្នកលបបាញ់ប្រហារពីចម្ងាយឆ្ងាយដើម្បីគ្រប់គ្រងដល់ការវាយលុករបស់ពួកគេកាន់តែប្រសើរដោយទាហានភាគច្រើនបានប្រើកំភ្លើង AK-47 តែដោយសារតែការបាញ់របស់ពួកគេមានដែនកំណត់មិនអាចបាញ់បានឆ្ងាយដូច Sniper បានទើបសហភាពសូវៀតចង់បានអ្នកលបបាញ់ពិសេសម្នាក់នៅក្នុងកងពលថ្មើរជើងនីមួយៗទាហានដែលកាន់ Sniper នេះអាចវាយប្រហារគោលដៅពីចម្ងាយឆ្ងាយងាយស្រួលគ្រប់គ្រងដល់ទ័ពថ្មើរជើងឈានទៅមុខគំនិតនេះបាននាំឲ្យមានការបង្កើតកំភ្លើង Sniper ប្រភេទថ្មីដែលងាយស្រួលប្រើនិងមានប្រសិទ្ធភាពជាស៊េរីចាស់ៗនៅចុងទសវត្សរ៍ឆ្នាំ1950សហភាពសូវៀតបានចាប់ផ្ដើមការប្រកួតប្រជែងមួយនៅទូទាំងប្រទេសពួកគេចង់បានកំភ្លើងលបបាញ់ពាក់កណ្ដាលស្វ័យប្រវត្តិស៊េរីថ្មីមួយកំភ្លើង SVD មានប្រវែងសរុប 1225 មីលីម៉ែត្រមានទម្ងន់ 4.3 គីឡូក្រាមហើយប្រើប្រាស់កែវយន្តប្រភេទ PSO1 ដែលប្រើប្រាស់គ្រាប់ប្រភេទ 7.62 x 54 មីលីម៉ែត្រដែលគ្រាប់របស់វាមានល្បឿន830ម៉ែត្រក្នុង1វិនាទីហើយសម្រាប់ប្រទេសកម្ពុជាយើងវិញវាត្រូវបានប្រើប្រាស់ក្នុងអង្គភាពពិសេសមួយចំនួនតែប៉ុណ្ណោះលេខរៀងទី1 QBU-10 Sniper Rifle QBU-10 គឺជាកំភ្លើង Sniper ទំហំធំរបស់ប្រទេសចិនដែលត្រូវបានបង្កើតឡើងសម្រាប់ការលបបាញ់និងការបាញ់ប្រឆាំងសម្ភារៈក្នុងចម្ងាយឆ្ងាយវាត្រូវបានប្រើប្រាស់ដោយកងទ័ពរំដោះប្រជាជនចិន PLA ដើម្បីបំផ្លាញយានយន្តធុនស្រាលប្រព័ន្ធរ៉ាដាឧបករណ៍និងទីតាំងសត្រូវនៅចម្ងាយឆ្ងាយមិនដូចកំភ្លើង Sniper ធម្មតានោះទេ QBU-10 បាញ់គ្រាប់កំភ្លើងយន្តធុនធ្ងន់ទំហំ 12.7 x 108 មីលីម៉ែត្រដែលផ្ដល់ឲ្យវានូវថាមពលនិងចម្ងាយបាញ់ខ្លាំងដែលយើងអាចប្រៀបធៀបគ្នាបានជាមួយ Sniper ទំហំធំរបស់សហរដ្ឋអាមេរិកគឺ Barrett M82A1 QBU-10 គឺជាកំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិដែលអនុញ្ញាតឲ្យមានការបាញ់លឿនជាងបើប្រៀបធៀបទៅនឹងកំភ្លើង Sniper ដែលប្រើប្រាស់គ្រាប់កំភ្លើងមានទំហំតូចឧទាហរណ៍ដូចជា Type 79ជាដើមកំភ្លើង QBU-10 ជាប្រភេទ Sniper ពាក់កណ្ដាលស្វ័យប្រវត្តិប្រើប្រាស់គ្រាប់ទំហំ 12.7 x 108 មីលីម៉ែត្រដែលក្នុងមួយបង់មាន5គ្រាប់ចម្ងាយបាញ់របស់វាមានប្រសិទ្ធភាពពី 1500 ទៅ 2000 ម៉ែត្រដែលទម្ងន់របស់វាមានទម្ងន់ដល់ទៅ 13 គីឡូក្រាមទម្ងន់នេះគឺជាទម្ងន់ដែលមិនទាន់បូករួមជាមួយនឹងគ្រាប់និងកែវយឹតហើយប្រវែងរបស់វាមានសរុប 1380 មីលីម៉ែត្រដោយនិយាយជារួម QBU-10 គឺជាកំភ្លើង Sniper ចិនដ៏មានអានុភាពនិងទំនើបដែលបង្កើតឡើងសម្រាប់ការត្រួតត្រាចម្ងាយឆ្ងាយវាឆ្លុះបញ្ចាំងពីការផ្ដោតអារម្មណ៍របស់ចិនលើភាពជាក់លាក់និងកម្លាំងបាញ់និងការគ្រប់គ្រងសមរភូមិជាពិសេសប្រឆាំងមានតម្លៃខ្ពស់និងឧបករណ៍យោធារីឯសម្រាប់ប្រទេសកម្ពុជាយើងផងដែរកំភ្លើងនេះត្រូវប្រើប្រាស់ក្នុងតែអង្គភាពពិសេសមួយចំនួនដោយការបំពាក់បំពន់កម្រិតខ្ពស់តែប៉ុណ្ណោះ